សួស្តីអ្នកទាំងអស់គ្នាវិលស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់ Admin ហើយថ្ងៃនេះផងដែរសួរមកតាមដានទស្សនានៅព័ត៌មានជាបន្តទៀតដូចតទៅសម្រាប់ថ្ងៃសុក្រទី27ខែកុម្ភៈឆ្នាំ2021នេះ Admin នឹងលើកយកព័ត៌មានខ្លីមួយទាក់ទងនឹងសម្រាប់ប្រិយមិត្តថ្មីដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Adminជាការគោរពដល់ Vinicius Junior Neymar Junior បានរំការអបអរសាទរតាម Vinicius Junior បន្ទាប់ពីរកគ្រាប់បាល់បានសម្រាប់ Santos ចាប់តាំងពីលោក Mikel Arteta បានក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុម Arsenal ក្នុងខែធ្នូឆ្នាំ2019ពានរង្វាន់ Premier League Guardiola 4 Arteta 0ចំនួនថ្ងៃដែលនៅកំពូលតារាង Arteta 484 Guardiola 453បាសេឡូណាផលិតបានក្របពេជ្រមួយទៀតហើយល្អជាងយ៉ាម៉ាល់ទៅទៀតត្រឹមតែអាយុ12ឆ្នាំប៉ុណ្ណោះ Fede Diallo បានក្លាយជាកីឡាករដែលសុទ្ធបញ្ចូលទីបានច្រើនបំផុតក្នុងមួយរដូវកាលក្នុងប្រវត្តិសាស្ត្រសាលាបាល់ទាត់ La Masia រូបគេបានបំបីកំណត់ត្រាលើសទាំង Ansu Fati និង Lamine Yamal ទៅទៀតមុនពេលក្មេងៗភាគច្រើនឈានជើងចូលរៀននៅសាលាផងនោះ Fede Diallo បានចារក្នុងប្រវត្តិសាស្ត្រកំណត់ត្រាថ្មីរួចជាស្រេចនៅក្នុងទឹកដី La Masiaនិងមែមស្នេហាបែប Gen Z រឿងរ៉ាវនេះកើតឡើងនៅប្រទេសប្រេស៊ីលថ្ងៃអាទិត្យកីឡាករ Derrickson បានស្នើសុំមិត្តស្រីរបស់គាត់រៀបការបន្ទាប់ពីការប្រកួតជាមួយក្រុម Mackenzie នាងបាននិយាយថាយល់ព្រមនៅពេលនោះថ្ងៃពុធគាត់បានប្រកាសជាផ្លូវការតាមរយៈ Instagram ថាទំនាក់ទំនងនេះបានបញ្ចប់ហើយCristiano Ronaldo មានគ្រាប់បាល់បូកបញ្ជូនបាល់31សម្រាប់ក្លឹបនិងប្រទេសនៅអាយុ31ឆ្នាំ30ប្រកួត28គ្រាប់3 assist គ្រាប់បាល់បូកបញ្ជូនបាល់ច្រើនជាងចំនួនប្រកួត